នៅក្នុងនគរបុរាណមួយមានប្រាសាទដ៏ស័ក្តិសិទ្ធិដែលកំពុងត្រូវគំរាមកំហែងវីរបុរសអ្នកចម្បាំងដែលចេញពីភ្លើងចលនាយឺតស្នាមសាក់ភ្លឺចាញ់ចាំងពន្លឺដ៏អស្ចារ្យសត្រូវអាក្រក់ម្នាក់បានមកដើម្បីបំផ្លាញប្រាសាទឈរនៅលើដីដែលកំពុងឆេះប្រជាជនកំពុងភ័យខ្លាចនិងអស់សង្ឃឹមអ្នកភូមិយំសោកអោបក្មេងៗអាទិទេពថ្មភ្លឺចាញ់ចាំងស្លាប់ហើយយឺតបានភ្ញាក់ឡើងពីការគេងជាយូរការប្រយុទ្ធដ៏សាហាវបានចាប់ផ្ដើមកណ្ដាប់ដៃក្នុងចលនាយឺតធូលីហុយទោះបីជារងរបួសក៏គាត់មិនចោកចាញ់ឡើយវីរបុរសលុតជង្គង់ហូឈីមប៉ុន្តែតាំងចិត្តអាទិទេពបានផ្ដល់អំណាចដល់អ្នកប្រយុទ្ធបានបញ្ចេញពន្លឺពណ៌មាសអំពើអាក្រក់ត្រីបានបំផ្លាញមនុស្សអាក្រក់ស្រែកយំរលាយទៅជាផ្សែងសន្តិភាពបានត្រឡប់មកវិញហើយវីរបុរសត្រូវបានគេចងចាំជារៀងរហូតប្រាសាទបុរាណដ៏ស្ងប់ស្ងាត់អ្នកភូមិស្រែកហូកញ្ជ្រៀវវីរបុរសឈរនៅក្រោមពន្លឺប៉ុន្តែអាទិទេពនៅតែមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីមេឃពណ៌មាសវីរបុរសសម្លឹងមើលទៅជើងមេឃសក់បក់ដោយខ្យល់មុខព្រួយបារម្ភអ្នកភូមិកំពុងវិលត្រឡប់ទៅផ្ទះវិញសាងសង់ផ្ទះឡើងវិញចាប់ផ្ដើមជីវិតថ្មីស្រមោលងងឹតកំពុងសម្លឹងមើលពីឆុងព្រៃភ្នែកក្រហមភ្លឺចែងចាំងវីរបុរសក្តាប់កណ្ដាប់ដៃរបស់គាត់ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធសារជាថ្មីអាទិទេពបានព្រួយបារម្ភពីគ្រោះថ្នាក់ធំមួយស្លាបកំពុងលាតសន្ធឹងពពកព្យុះព្រះអធិរាជស្រមោលបានកើតឡើងភ្នែកភ្លឺចែងចាំងមកគត់ភ្លើងសង្គ្រាមថ្មីបានផ្ទុះឡើងការប្រយុទ្ធដ៏អស្ចារ្យប្លែកបន្ទោភ្លើងកណ្ដាប់ដៃយឺតអំពើអាក្រក់បញ្ចេញអំណាចចុងក្រោយស្រមោលខ្មៅវិលរលកថាមពលងងឹតប្រាសាទរុញជួយមេឃភ្លឺចែងចាំងញាក់ភូមិលាក់ខ្លួនវីរបុរសឈរយ៉ាងរឹងមាំវីរបុរសឈរយ៉ាងរឹងមាំទោះបីជាពិភពលោកកំពុងរិញជួយក៏ដោយព្រះអធិរាជស្រមោលប្រកាសអំណាចដ៏ងងឹតរបស់ខ្លួនថាមពលងងឹតអ្នកចម្បាំងពីរអ្នកប្រឈមមុខដាក់គ្នាមេឃភ្លៀងពន្លឺដ៏អស្ចារ្យអាទិទេពបានផ្ដល់អំណាចចុងក្រោយដល់វីរបុរសភ្លឺចែងចាំងពណ៌មាសកម្លាំងនៃសេចក្តីជឿនិងការពារប្រជាជនបានភ្ញាក់ឡើងក្នុងខ្លួនគាត់ការប្រយុទ្ធចុងក្រោយបានសម្រេចវាសនានៃនគរការផ្ទុះផលប៉ះពាល់យឺតស្ដេចស្រមោលព្រះស្រាមថាមពលងងឹតរសាត់បាត់ពេស្រែកយំវីរបុរសវាយចុងក្រោយពន្លឺពណ៌មាសផ្ទុះឡើងស្ដេចស្រមោលរលាយវត្តដ៏ស្ងប់ស្ងាត់មេឃពណ៌ខៀវអ្នកភូមិស្រែកហូកញ្ជ្រៀវនឹងញញឹមវីរបុរសឈរនៅមុខប្រាសាទរូបសំណាក់អាណាព្យាបាលស្ងាត់ជ្រងំថ្ងៃលិចប្រាសាទអង្គរវត្តពេលថ្ងៃរះពន្លឺពណ៌មាសវីរបុរសឈរស្ងៀមស្ងាត់រូបសំណាក់គ្រុឌថ្មនៅជិតអង្គរវត្តភ្នែកភ្លឺចែងចាំងពន្លឺពិសិដ្ឋគាត់ដឹងថាការតពេចរបស់ខ្លួនមិនទាន់បញ្ចប់ឡើយខ្យល់បក់ក្រណាត់អ្នកភូមិកំពុងអធិស្ឋាននៅជិតអង្គរវត្តផ្សែងធូបអារម្មណ៍ស្ងប់សុខរូបថតទូលាយនៃប្រាសាទអង្គរវត្តពពកកំពុងរំកិលយ៉ាងលឿនវីរបុរសស្វែងរកកិត្តិយសទាល់តែការពារប្រជាជនស្រមោលថ្ងៃលិចរូបសំណាក់គ្រុឌប្រែខ្លួនយឺតទៅជាថ្មពន្លឺរសាត់បាត់ទៅអង្គរវត្តក្រោមមេឃពេលយប់ពោពេញដោយផ្កាយពន្លឺព្រះច័ន្ទគាត់ត្រៀមខ្លួនជានិច្ចប្រសិនបើអំពើអាក្រក់ត្រឡប់មកវិញជំនាន់ថ្មីបានកើតឡើងក្រោមសេចក្តីសង្ឃឹមក្មេងៗលេងនៅជិតអង្គរវត្តភ្លឺចែងចាំងនៅពេលព្រលឹមស្រាងស្រមោលវីរបុរសរសាត់បាត់ទៅ